សួរមុំមិញអរគ្នាជួបជាមួយខ្ញុំបាទតារងថ្ងៃនេះបានមកដល់បាទសហគមន៍ត្រាំកក់បាទបន្លែសុខភាពត្រាំកក់ហើយថ្ងៃនេះគឺនៅផ្ទះបងមិត្តបាទដែលជាសាខាចែកចាយផលិតផលរបស់ក្រុមហ៊ុនភាពយន្តកសិកម្មផងដែរគ្រប់គ្នាតែងតែលើពាក្យនិយាយថាគ្រប់គ្រងផលិតផលក្នុងស្រុកអញ្ចឹងមួយចំនួនតូចដែលគាត់បានប្រើប្រាស់ក៏ដូចជាបានយល់ច្បាស់ហើយក៏មានមួយចំនួនតូចមួយទៀតផងដែរដែលគាត់មិនទាន់យល់ថាត្រូវធ្វើយ៉ាងម៉េចដើម្បីបានគ្រប់គ្រងផលិតផលក្នុងស្រុកអញ្ចឹងងាយពុកម៉ែបងប្អូនបើសិនជាយើងចង់គ្រប់គ្រងផលិតផលក្នុងស្រុកយើងត្រូវដឹងពីប្រភពដែលផលិតផលនោះផលិតជាក់ស្ដែងគឺនៅក្នុងសហគមន៍ត្រាំកក់គឺគាត់បានផលិតជាបន្លែសុខភាពអញ្ចឹងស្ថិតនៅក្នុងខេត្តតាកែវអញ្ចឹងមានន័យថាគាត់ពិតជាបានផលិតនៅក្នុងស្រុកពិតប្រាកដមែនជាក់ស្ដែងដូចផលិតផលរបស់ក្រុមហ៊ុនភាពយន្តកសិកម្មផងដែរគឺយើងមានប្រភពច្បាស់លាស់គឺយើងមានរោងចក្របាទដែលផលិតនៅខាងស្រុកឧដុង្គម៉ែជ័យផ្លូវ51ខេត្តកំពង់ស្ពឺពុកម៉ែបងប្អូនជួយគ្រប់គ្រងផលិតផលក្នុងស្រុកគឺដើម្បីសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងទាំងអស់គ្នាហើយគឺផ្ដើមចេញពីយើងគ្រប់គ្នាតែម្ដងអញ្ចឹងសូមជួយគ្រប់គ្រងផលិតផលក្នុងស្រុកបាទសូមអរគុណ